បើសិនជាថ្ងៃណាមួយជីវិតរបស់យើងបានដើរមកដល់ទីបញ្ចប់តើអ្វីដែលធ្វើឲ្យយើងសោកស្ដាយជាងគេទីមួយការបរាជ័យនៅក្នុងជីវិតរបស់យើងទីពីរគឺជាការដែលយើងមិនហ៊ានសាកល្បងធ្វើអ្វីក៏តែសោះជាមួយជីវិតរបស់យើងពេលខ្លះយើងមិនអាចសូម្បីតែចាប់ផ្ដើមធ្វើវាមិនមែនព្រោះតែយើងមិនអាចធ្វើវាបានទេប៉ុន្តែព្រោះតែយើងខ្លាចបរាជ័យខ្លាចគេបដិសេធខ្លាចនិយាយខុសនិងខ្លាចថាយើងខ្លួនឯងនឹងមិនទាន់ល្អគ្រប់គ្រាន់ប៉ុន្តែសភៅនេះបានរំលឹកខ្ញុំថាបើយើងបរាជ័យមានន័យថាយើងបានហ៊ានសាកល្បងហើយបើបេះដូងរបស់យើងប្រេះឆាបាក់បែកមានន័យថាយើងហ៊ានស្រឡាញ់បើយើងនិយាយខុសមានន័យថាយើងហ៊ានបញ្ចេញសម្លេងរបស់យើងជីវិតគឺមិនទាមទារឲ្យយើងល្អឥតខ្ចោះ perfect 100%ទេប៉ុន្តែវាទាមទារឲ្យយើងមានភាពក្លាហានក៏មិនដោយឲ្យភាពភ័យខ្លាចមកបង្អាក់ដំណើរជីវិតរបស់យើងពិភពលោកត្រូវការមនុស្សដែលហ៊ានធ្វើជាខ្លួនឯងហ៊ាននិយាយការពិតហ៊ានធ្វើតាមបេះដូងព្រោះចុងក្រោយអ្វីដែលយើងសោកស្ដាយជាងគេបំផុតមិនមែនជាកំហុសដែលយើងបានធ្វើនោះទេប៉ុន្តែអ្វីដែលយើងសោកស្ដាយខ្លាំងបំផុតនោះគឺជារឿងដែលយើងមិនដែលហ៊ានធ្វើ